កាលពីព្រេងនាយមានសត្វទន្សាយមួយក្បាលដែលចូលចិត្តស៊ីចេកខ្លាំងណាស់ថ្ងៃនេះវាបានប្រទះឃើញចេកមួយត្រយងទុំលឿងឆ្អៃនៅក្នុងចំការមួយវាព្យាយាមលោតបេះដែរប៉ុន្តែចេកនោះខ្ពស់ពេកវាបេះមិនដល់ឡើយខណៈពេលដែលវាកំពុងតែអស់សង្ឃឹមវាក៏បានឃើញលោកយាយម្ចាស់ចំការកំពុងយួរអស់យ៉ាងធ្ងន់ដើរមកលោកយាយមើលទៅហាក់ដូចជាអស់កម្លាំងខ្លាំងណាស់ទន្សាយក៏ភ្លេចរឿងស៊ីចេកមួយផ្លេតហើយប្រញាប់រត់ទៅជួយរើសអូសលោកយាយភ្លាមទន្សាយបានជួយរុញកន្ត្រកអូសលោកយាយរហូតដល់ផ្ទះហើយថែមទាំងជួយដងទឹកឲ្យលោកយាយពិសាទៀតផងលោកយាយមានចិត្តរំភើបណាស់គាត់មិននឹកស្មានថាសត្វទន្សាយតូចមួយនេះមានចិត្តល្អនិងចេះដឹងសុខទុក្ខមនុស្សចាស់បែបនេះសោះលោកយាយក៏បាននាំទន្សាយទៅកាន់ដើមចេកនោះវិញគាត់បានបេះចេកដែលទុំល្អជាងគេឲ្យទៅទន្សាយជាការអរគុណចំពោះទឹកចិត្តដ៏ល្អរបស់វាទន្សាយបានរៀនដឹងថាការជួយអ្នកដទៃនឹងនាំមកនូវផលល្អមកឲ្យយើងវិញជានិច្ចតាំងពីថ្ងៃនោះមកទន្សាយនិងលោកយាយបានក្លាយជាមិត្តល្អនឹងគ្នារាល់ពេលដែលលោកយាយត្រូវការជំនួយទន្សាយតែងតែនៅទីនោះជានិច្ចរឿងនេះបានបង្រៀនយើងថាចិត្តដែលចេះចែករំលែកគឺជាចិត្តដែលស្អាតស្អំនិងមានសុភមង្គលបំផុត